ប្រទេសថៃនៅចុងខែវិច្ឆិកាឆ្នាំ2025បានសម្រេចទិញប្រព័ន្ធការពារដែនអាកាស Barak MX ផលិតនៅប្រទេសអ៊ីស្រាអែលក្នុងតម្លៃ$107 លានអាមេរិកដើម្បីការពារការវាយប្រហារពីដ្រូនយន្តហោះចម្បាំងនិងមីស៊ីលកាសែត Jerusalem Post រាយការណ៍ថាថៃប្រញាប់ទិញប្រព័ន្ធថ្មីជំនួសខែលការពារអាកាសចាស់ៗរបស់ខ្លួនដោយមើលឃើញពីហានិភ័យនៅក្នុងតំបន់និងជាពិសេសបន្ទាប់ពីការបាញ់ផ្លោងម្ដងហើយម្ដងទៀតពីប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងទឹកដីថៃបើទោះបីជាថៃអះអាងថាខ្លួនមិនមែនជាភាគីនៃចំនួនក្នុងសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ាភាពញឹកញាប់នៃការបាញ់ប្រហារឆ្លងកាត់ព្រំដែនចូលទៅដល់ដីថៃបានធ្វើឲ្យសន្តិសុខរបស់ប្រទេសថៃរង្គោះរង្គើមន្ត្រីការពារជាតិជាន់ខ្ពស់ថៃទទួលស្គាល់ថាប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្នរបស់ខ្លួនមិនអាចទប់ទល់ទៅនឹងការគំរាមកំហែងជាពិសេសពីដ្រូននិងគ្រាប់ផ្លោងហោះរំលងអាកាសបានទេប្រព័ន្ធ Barak MX ផលិតដោយក្រុមហ៊ុនឧស្សាហកម្មអវកាសអ៊ីស្រាអែល IAI គឺជាប្រព័ន្ធស្ទាក់ចាប់ចំនួនក្រោយដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះដ្រូនមីស៊ីលដោយភាពជាក់លាក់ប្រព័ន្ធនេះមានមីស៊ីលស្ទាក់ចាប់ចំនួន3ប្រភេទសម្រាប់រយៈចម្ងាយ35គីឡូម៉ែត្រ70គីឡូម៉ែត្រនិង150គីឡូម៉ែត្រនៅក្នុងខែលតែមួយនេះបើយោងទៅតាមគេហទំព័ររបស់ក្រុមហ៊ុន IAI ប្រព័ន្ធនេះភ្ជាប់មកជាមួយនៅរ៉ាដាពហុសកម្មដែលភ្ជាប់ទៅនឹងបណ្ដាញបញ្ជាការដែលអាចឲ្យគេតាមដានគោលដៅរាប់សិបនៅក្នុងពេលតែមួយនិងអាចឆ្លើយតបក្នុងរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ Barak MX ត្រូវបានប្រើប្រាស់នៅប្រទេសឥណ្ឌាអាហ្សេបៃហ្សង់ម៉ារ៉ុកនិងអេស្តូនីប្រទេសថៃរំពឹងថានឹងដំឡើងប្រព័ន្ធនេះរួចរាល់នៅឆ្នាំ2027ខ្ញុំរស់សុធាពី News Today NTTVកម្ពុជានឹងមានសេវា 5G ប្រើប្រាស់ចាប់ពីឆ្នាំ2026តទៅនេះជាការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍លោកជាវណ្ណដេតនៅឯវេទិការដ្ឋាភិបាល Digital និងពិព័រណ៍បច្ចេកវិទ្យា Digital កម្ពុជាអន្តរជាតិដែលរៀបចំឡើងកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2025អ្នកជំនាញកិច្ចការសង្គមបានកត់សម្គាល់ឃើញការវិវត្តថ្មីមួយទៀតរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យា Digital ហើយក៏បានស្នើឲ្យមានការពង្រីកសេវា 5G នេះឲ្យបានទៅដល់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅតាមតំបន់ជាយក្រុងឬតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជានៅក្នុងវេទិកាខាងលើនេះរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍លោកជាវណ្ណដេតបានថ្លែងថាកម្ពុជានឹងមានសេវាទូរស័ព្ទចល័តចំនួនទី5ឬសេវា 5G ប្រើជាផ្លូវការចាប់ពីខែមករាឆ្នាំ2026ការដាក់ឲ្យដំណើរការសេវា 5G នេះធ្វើឡើងបន្ទាប់ពីក្រសួងប្រៃសណីបានបញ្ចប់ពិធីផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យា Digital តាមក្រសួងប្រៃសណីសេវា 5G នេះនឹងនាំផលប្រយោជន៍ច្រើនដល់កម្ពុជាប្រយោជន៍ទាំងនោះរួមមានការបញ្ជូនទិន្នន័យដែលមានល្បឿនលឿនបំផុតពលគឺលឿនជាងសេវា 4G ដល់ទៅ10ដងហើយអាចភ្ជាប់ឧបករណ៍ប្រើប្រាស់បានច្រើនជាងមុនបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូននិងនវានុវត្តន៍លើកកម្ពស់សេវាសាធារណៈនិងពង្រឹងសេដ្ឋកិច្ចកម្ពុជាតាមប្រព័ន្ធ Digitalក្រៅពីផ្ដល់អ៊ីនធឺណិតល្បឿនលឿនសេវា 5G ក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគត Digital របស់កម្ពុជាក្នុងន័យនេះក្រសួងប្រៃសណីបានអះអាងផងដែរពីការសិក្សាស៊ីជម្រៅនិងធានាពីភាពជោគជ័យរបស់សេវាល្បឿនលឿននេះលោកឆតប៊ុនថងអ្នកជំនាញកិច្ចការសង្គមយល់ឃើញថាការដាក់ឲ្យប្រើប្រាស់សេវា 5G នេះនឹងជំរុញការអភិវឌ្ឍបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានរបស់កម្ពុជាព្រមទាំងជួយបង្កើនប្រសិទ្ធភាពការងារក្នុងប្រទេសផងដែរប៉ុន្តែលោកសង្ឃឹមថាក្រសួងប្រៃសណីនឹងទាញយកបទពិសោធន៍ពីសេវា 4G តាមលោកឆតប៊ុនថងកន្លងមកទីតាំងមួយចំនួនក្នុងទីក្រុងពិសេសតំបន់ជាយក្រុងឆ្ងាយហាក់មិនមានសេវាទូរស័ព្ទគ្រប់គ្រាន់ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិតបានតាមតម្រូវការនោះទេសូមជម្រាបថាគិតត្រឹមចុងឆ្នាំ2024កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តជាង20លានគ្រឿងខណៈមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចំនួន19លាននាក់នៅទូទាំងប្រទេសនៅក្នុងន័យនេះពលរដ្ឋម្នាក់មានទូរស័ព្ទប្រើពី2ទៅ3គ្រឿងនេះបើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីលោកជាវណ្ណដេតក្នុងពិធីបិទសន្និបាតមួយរបស់ក្រសួងកាលពីដើមខែកុម្ភៈឆ្នាំ2025ធនាគារជាតិស្នើឲ្យពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនហ៊ុយវ៉ាន់ផេអញ្ជើញមកធនាគារជាតិនៃកម្ពុជាអាគារសែនសុខដើម្បីកំណត់នៅអត្តសញ្ញាណដែលភ្ជាប់ជាមួយនៅផុសតាងនៅឯកសារពាក់ព័ន្ធនានា
ចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី19ខែធ្នូយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចុះនៅថ្ងៃទី3ខែធ្នូឆ្នាំ2025ធនាគារជាតិនៃកម្ពុជាសូមជម្រាបជូនសាធារណជនសារជាថ្មីថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hui Won Pay ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការកាលពីខែកញ្ញាឆ្នាំ2024និងត្រូវបានជម្រាបបញ្ជីចប់រួចរាល់ជាស្ថាពរស្របតាមនីតិវិធីច្បាប់កាលពីខែមិថុនាឆ្នាំ2025បើទោះបីជាយ៉ាងនេះក្តីធនាគារជាតិនៃកម្ពុជាសង្កេតឃើញថាមានការតវ៉ាពីសាធារណជនមួយចំនួននៅក្នុងបណ្ដាញសង្គមដែលអះអាងថាជាម្ចាស់បំណុលដែលមិនទាន់ទទួលបានការទូទាត់នៅឡើយពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hui Won Pay ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាស្នើឲ្យសាធារណជនដែលអះអាងថាមានការជាប់ពាក់ព័ន្ធជាមួយគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hui Won Pay អញ្ជើញមកធនាគារជាតិនៃកម្ពុជាអគារសែនសុខដើម្បីកំណត់នៅអត្តសញ្ញាណដែលភ្ជាប់មកនៅជាមួយភស្តុតាងនៃឯកសារពាក់ព័ន្ធនានាចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី19ខែធ្នូឆ្នាំ2025គិតត្រឹមវេលាម៉ោង4រសៀលទន្ទឹមនឹងនេះធនាគារជាតិនៃកម្ពុជាសូនក្រានរំលឹកទៅដល់សាធារណជនបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងជៀសវាងនឹងការធ្វើប្រតិបត្តិការពាក់ព័ន្ធទៅនឹងទ្រព្យសកម្មគ្រីប្តូដែលបច្ចុប្បន្នមិនទាន់មានការផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ